វាយវាឲ្យបែកខ្នងទៅកុំដកដៃឲ្យសោះកុំឲ្យលើកក្រោយវាហ៊ានបែបនេះទៀតចាំប្រាប់ទៅខាងមេការទៅណាថាខ្ញុំអនុញ្ញាតឲ្យឯងបើកប្រាក់មុនគេអើយអ្នកប្រុសហាមិនដែរចេះស្ដាប់មែនអ្នកស្រីអើយគួរតែបដៅចេញខ្លះហើយឯងមិនមែនជាម៉ែយើងទេនៅឲ្យស្ងៀមទៅនាងឯងនេះមាត់នៅមិនសនុកតតែសោះរៀងអ្នកប្រុសធំក៏អ្នកមាននៅក្នុងភូមិដែលអ្នកណាក៏ស្គាល់គ្រួសារនេះដែរជាអ្នកដែលមានដាច់គេនៅក្នុងភូមិខណៈដែលថ្ងៃត្រង់ក៏ដោយចេះអ្នកបំរើដែលដើរតាមគេក៏ដើរបាំងឆាត់ឲ្យគេដូចគ្នាអ្នកប្រុសហើយចង់តាណាទៀតហ្នឹងពេលនេះក្តៅខ្លាំងណាស់ខ្ញុំចង់តាណាទៀតទេអ្នកប្រុសគួរតែត្រឡប់ទៅផ្ទះវិញទៅហីព្រោះថាអាកាសធាតុមិនអំណោយផលទេក្តៅខ្លាំងរោគអីមកព្រៀបមិនបានទេរាងកាយខ្ញុំនេះសឹងតែឆេះទៅហើយអ្នកប្រុសយើងគួរទៅផ្ទះវិញទៅហីខ្ញុំចង់ទៅហក់ទឹកលេងនៅក្រោយផ្ទះឯងនិយាយនេះក៏ត្រូវម្យ៉ាងដែរពួកយើងគួរទៅផ្ទះវិញទៅព្រោះថាអាកាសធាតុគឺក្តៅខ្លាំងណាស់សូម្បីតែសត្វក៏ទ្រាំលេងបានទៅហើយវារត់រកកន្លែងជ្រកម្លប់ដូចតែមនុស្សយើងអញ្ចឹងបាទព្រោះតែអញ្ចឹងហើយបានជាខ្ញុំសុំឲ្យលោកប្រុសទៅផ្ទះវិញហ្នឹងណាព្រោះតែខ្ញុំនេះចិត្តទ្រាំលេងបានហើយក្តៅអស់អីស្ដីមិនចាញ់បើអញ្ចឹងយើងទៅផ្ទះតែម្ដងទៅថាចប់ហើយអ្នកទាំងពីរក៏បានត្រឡប់ទៅផ្ទះវិញតែម្ដងកំឡោះទាំងពីរបានមកក្រោយផ្ទះដែលមានស្រះទឹកមួយអ្នកប្រុសខ្ញុំសុំហក់ទឹកមុនហើយក្តៅខ្លាំងណាស់និយាយចាប់ភ្លាមគេក៏បានហក់ចូលទៅក្នុងទឹកភ្លេតតែម្ដងមួយរយៈនេះអាកាសធាតុគ្មានបណៃនោះទេក្តៅយកណានៃតែម្ដងស្របពេលជាមួយគ្នានោះអ្នកដែលជាម្ដាយជាមួយនឹងអ្នកបម្រើក៏បានមកដល់អ្នកប្រុសចង់ហក់ទឹកមែនទេអូយកុំអីអ្នកប្រុសប្រយ័ត្នឡើងណាអូយប្រយ័ត្នឡើងមកខ្លោចស្បែកនោះនាងចែមនិយាយត្រូវហើយកូនប្រុសកុំទៅហក់ទឹកទាំងចឹងអីចាំទៅងូតទឹកខាងក្នុងទៅណាកូនម៉ែដឹងថាអាកាសធាតុក្តៅខ្លាំងតែកូនមិនគួរហក់ទឹកផ្ដេសផ្ដាសនោះទេវាមិនល្អទេណាកូនប្រុសឲ្យខ្ញុំទ្រាំបានយ៉ាងម៉េចទៅអ្នកម៉ែបើខ្ញុំក្តៅសឹងអីទៅហើយនឹងខ្ញុំសុំហក់ទឹកលេងសិនកូននេះហាមិនស្ដាប់តតែសោះវើយខណៈនោះពីណាក៏បានហក់ចូលទៅក្នុងទឹកស្រះតែម្ដងតិចស្រួលណាស់លោកអើយអ្នកប្រុសហាមិនដែរចេះស្ដាប់មែនអ្នកស្រីអើយគួរតែបដៅចេញខ្លះហើយឯងមិនមែនជាម៉ែយើងទេនៅឲ្យស្ងៀមទៅនាងឯងនេះមាត់នៅមិនសនុកតតែសោះអូយខ្ញុំសុំទោសអ្នកស្រីខ្ញុំចេះតែច្រឡំមាត់តែច្រឡំមាត់ញយដងជាងនឹងទៀតឯងត្រូវបដៅយើងហើយអូយចាខ្ញុំលេងហ៊ានហើយចាកូនប្រុសហាកុំលេងទឹកយូរពេកអីបញ្ញាប់ឡើងលើផ្ទះវិញបាទអ្នកម៉ែខ្ញុំនឹងបញ្ញាប់ឡើងទៅលើផ្ទះអ្នកស្រីបុប្ផានិងនាងចែមក៏បានដើរចេញទៅតែម្ដងអ្នកស្រីបុប្ផាឡើងមកដល់លើផ្ទះក៏មានភ្ញៀវនៅរោងចាំនៅលើផ្ទះនេះដូចគ្នាថ្ងៃនេះមានភ្ញៀវអញ្ជើញមកលេងផ្ទះមកមិនឲ្យដឹងទៅនឹងសោះអ្នកអូនអើយខ្ញុំមកធ្វើឲ្យអ្នកបងមានការភ្ញាក់ផ្អើលខាងនេះគឺជាក្មួយស្រីរបស់ខ្ញុំរស់នៅជាមួយខ្ញុំតាំងតែពីតូចមកម្លេះឪពុកម្ដាយគេយកមកលក់ឲ្យខ្ញុំតែខ្ញុំចិញ្ចឹមបីបាច់គេទុកដូចជាកូនស្រីខ្ញុំអញ្ចឹងក្មួយស្រីជម្រាបសួរមិញទៅក្មួយជម្រាបសួរអ្នកមិញអីយ៉យស្អាតបាត់ផោះគេតើនេះអង្គុយលេងសិនទៅនាងចាយមកទៅលើកទឹកមកឲ្យភ្ញៀវមកចាអ្នកស្រីអ្នកអូនអើយថ្ងៃក្រោយមកអីណាឲ្យដឹងទៅនឹងផងទៅខ្ញុំនឹងបានរៀបចំនំចំណីចាំទទួលមកស្ងាត់បែបនេះខ្ញុំមិនបានឲ្យអ្នកណារៀបចំអីតន់នោះទេអ្នកបងកុំចាំបាច់គួរសមអីយើងស្គាល់គ្នាយូរហើយដែរតើគ្រាន់តែរឿងប៉ុណ្្នឹងសោះខ្ញុំមិនប្រកាន់ទេអ្នកអូនគឺជាភ្ញៀវខ្ញុំត្រូវតែទទួលឲ្យបានដិតដល់បែបនេះហើយទោះបីជាយើងរាប់អានគ្នាមកយូរហើយក្តីតែខ្ញុំមិនអាចហីជាមួយអ្នកអូនបានទេហើយខ្ញុំឲ្យក្មេងៗរៀបចំនំចំណីសិនចាំតិចណាគឺបានពិសាហើយចាអ្នកបងខណៈនោះផងដែរពីណាបានឡើងមកលើផ្ទះដូចគ្នាណែកូនប្រុសហាមិនឃើញភ្ញៀវទេអីមិនចេះរៀបចំខ្លួនឲ្យរួចរាល់សោះមុនពេលដែលមកជួបភ្ញៀវនោះហើយលក់មុខម្ដាយណាស់កូននេះជាក្មួយពីណាមែនទេណាបងចាជាកូនប្រុសច្បងរបស់ខ្ញុំនឹងហើយណែមិនក៏មិនឆាប់ជម្រាបសួរមនុស្សចាស់ទៅជម្រាបសួរមីងខ្ញុំពីណាខ្ញុំសុំទោសផងណាមីងដែលឲ្យមីងឃើញខ្ញុំនៅក្នុងសភាពបែបនេះគឺដោយសារតែក្តៅខ្លាំងពេកទើបខ្ញុំនេះទ្រាំមិនបានក៏ហក់ទឹកស្រះនឹងក្រោយផ្ទះលេងទៅមិនមែនជារឿងអីធំដុំទេមិនបាច់សុំទោសទេណាក្មួយ
ខ្ញុំសុំទៅរៀបចំខ្លួនសិនហើយមីងអ្នកម៉ែខ្ញុំសុំទៅសិនហើយ ណែប្រញាប់មកវិញផងទៅកូនប្រុស បាទ ពេលណាប្រញាប់ទៅកាន់បន្ទប់របស់គេភ្លាមតែម្ដងកូននេះណាធំប៉ុណ្ណេះហើយនៅតែពិបាកផ្ដៅទៀតបន្ទាប់ពីរៀបចំខ្លួនរួចរាល់ពីណាចេញពីក្នុងបន្ទប់គេឃើញតែសូនីប៉ុណ្ណោះអ្នកកំឡោះក៏បានសួរឡើង អ្នកម៉ែនិងមីងរបស់នាងគាត់ទៅណាអស់ហើយមិនក៏ឃើញតែនាងនៅត្រង់នេះ អ្នកមិញគាត់ទៅផ្ទះបាយហើយគាត់ឲ្យខ្ញុំរងចាំនៅទីនេះរងចាំជជែកជាមួយអ្នកប្រុស មិនក៏ត្រូវជជែកជាមួយខ្ញុំដែរបើខ្ញុំមិនចង់ជជែកជាមួយនាងផងហ្នឹងអ្នកម៉ែគិតអីទៀតហើយទេខ្ញុំពិតជាមិនយល់ចិត្តគាត់សោះចេះឲ្យខ្ញុំមកជជែកជាមួយនឹងក្មេងម្នាក់នេះទៅកើតដែរ សូមអធិស្ឋានផងខ្ញុំមិនមែនជាក្មេងនោះទេគឺខ្ញុំពេញវ័យហើយកុំនិយាយស្ដីបែបនេះដាក់ខ្ញុំអីអ្នកប្រុសបើសិនជាអ្នកប្រុសមិនចង់ជជែកជាមួយខ្ញុំទេគួរតែប្រាប់ខ្ញុំតាមស្រួលចោះតែកុំស្ដីថាបែបនោះមកកាន់ខ្ញុំអីព្រោះថាខ្ញុំមិនចូលចិត្តនោះទេ មិនចូលចិត្តឬក៏អត់នោះជាសិទ្ធិរបស់នាងខ្ញុំមិនចង់ដឹងឮនោះទេខ្ញុំនិយាយបែបណាគឺបែបនោះហើយមិនដកពាក្យវិញទេ ចេះវាជាសិទ្ធិរបស់អ្នកប្រុសខ្ញុំក៏មិនបានហាមឃាត់អ្នកប្រុសដែរក្នុងការនិយាយអ្វីនោះ បើមិនដឹងថានិយាយអីទេមានតែស្ងាត់បែបហ្នឹងទៅខ្ញុំក៏គ្មានចំណាប់អារម្មណ៍ចង់តវ៉ាជាមួយនរណាដែរ កុំមកតវ៉ាជាមួយខ្ញុំអីព្រោះខ្ញុំនេះជ្រិញរឹកអ្នកប្រុសខ្លាំងណាស់ តាមចិត្តទៅចុះខ្ញុំមិនខ្វល់ខ្វាយជាមួយទេ ស្របពេលជាមួយគ្នានោះកូនប្រុសពៅនៅក្នុងគ្រួសារក៏បានដើរចូលមក បងប្រុសកំពុងប្រកែកជាមួយនរណាហ្នឹងខ្ញុំមិនដែលឃើញបងប្រុសព្យាយាមប្រកែកជាមួយនរណាពីមុនបែបនេះទេជំរាបសួរបានខ្ញុំជាកូនប្រុសពៅនៅក្នុងគ្រួសារនេះរីករាយណាស់ដែលបានជួបនាងបានអញមិនបាច់មកខ្វល់ខ្វាយជាមួយនាងទេទៅបន្ទប់របស់អញវិញទៅបងប្រុសខ្ញុំគ្រាន់តែចង់ស្គាល់ជាមួយនាងខាងនេះតែខ្ញុំខុសដែរមិនមែនតែខ្ញុំអាចសុំស្គាល់ឈ្មោះនាងផងបានទេ ជំរាបសួរនាងខ្ញុំឈ្មោះសូនីរីករាយដូចគ្នាដែលបានជួប នាងមកទីនេះមានការអីជាមួយអ្នកម៉ែខ្ញុំមែនទេ គឺអ្នកមិញរបស់ខ្ញុំជាអ្នកមានការជាមួយម្ដាយអ្នកប្រុសមិនមែនជាខ្ញុំនោះទេ អូគឺអញ្ចឹងទេអីបងប្រុសកុំចំណាយពេលមកប្រកែកជាមួយនាងសូនីអីបងប្រុសគួរតែឈប់ប្រើអតចរិតមិនសមរម្យដាក់នាងសូនីទៅបិទមាត់ឯងទៅយើងគឺជាបងប្រុសរបស់ឯងកុំមកចង់បដៅយើងគឺយើងទៅវិញទេដែលបដៅឯងទើបត្រូវព្រោះតែបងប្រុសមិនសូវជាចូលចិត្តនិយាយច្រើនជាមួយមនុស្សស្រីទេតែពេលឃើញបងប្រកែកជាមួយនាងសូនីខ្ញុំក៏ប្លែកចិត្តទៅគ្មានតែប្លែកចិត្តស្អីទេព្រោះតែយើងនេះមិនចូលចិត្តនាងតែម្ដង អ្នកប្រុសមិនចូលចិត្តខ្ញុំហើយគិតថាខ្ញុំនេះចូលចិត្តអ្នកប្រុសមែនទេអ្នកប្រុសគិតខុសហើយខ្ញុំមិនចូលចិត្តអ្នកប្រុសឡើយគិតថាអ្នកដតីចូលចិត្តខ្លួនឯងហើយនោះគឺអត់តែម្ដងណា នាងជើងល្អនាងធ្វើឲ្យយើងសឹងតែទ្រាំមិនបានទៅហើយបងប្រុសប៉ណ្ណឹងបានហើយកុំប្រកែកគ្នាទៀតអី ខ្ញុំទៅផ្ទះបាយហើយជួយអ្នកមិញសិនអត់ចង់ឃើញមុខអ្នកខ្លះនោះទេថាហើយនាងក៏បានដើរចេញទៅត្រី ក្មេងឆ្លើយខ្ញុំនឹងបដៅចេញម្ដងឲ្យដឹងដៃហើយបងប្រុសចេះតែចង់ចាញ់ឈ្នះជាមួយមនុស្សស្រីតាំងពីអង្កាលនោះធ្វើឲ្យខ្ញុំសឹងតែមិនជឿនឹងភ្នែកដែលបងប្រុសប្រកែកគ្នាបែបនេះមិនមែនជារឿងរបស់ឯងទេយើងក៏មិនមានពេលបកស្រាយប្រាប់ឯងដែរ និយាយចាប់ហើយគេក៏បានចូលទៅក្នុងបន្ទប់របស់គេវិញ តែបងប្រុសខ្ញុំដូចជាចម្លែកដល់ហើយ នាពេលជប់ជន់ម្ដាយមីងបានជជែកជាមួយក្មួយស្រីខណៈដែលអ្នកទាំងពីរនៅសម្រាកនៅលើផ្ទះអ្នកស្រីបុផាក្មួយស្រីមីងប្រាប់ក្មួយណាកុំទៅប្រកែកចង់ឈ្នះជាមួយអ្នកប្រុសធំនៅក្នុងផ្ទះនេះអីព្រោះថាគេមានសិទ្ធិមានអំណាចដូចជាឪពុករបស់គេអញ្ចឹងពេលឪពុកគេមិននៅនោះកិច្ចការនៅក្នុងផ្ទះគឺគេជាអ្នកសម្រេចក្មួយគួរតែរៀនចោះចាញ់មិនគួរចង់ឈ្នះទេខណៈដែលយើងកំពុងតែស្នាក់នៅក្នុងផ្ទះគេនៅឡើយ បើគេចោទប្រកាន់លើយើងអ្វីមួយនោះក៏យើងមិនអាចប្រកែកឈ្នះគេទេព្រោះថាគេគឺជាម្ចាស់ផ្ទះបើគេឲ្យយើងស្លាប់យើងគឺស្លាប់ហើយមិញខ្លាចគេខ្លាំងម្ល៉េះយើងមិនបានធ្វើអីខុសផងក៏ខ្លាចគេយ៉ាងហ្នឹងខ្ញុំក៏មិនចង់ប្រកែកជាមួយគេដែរបើសិនជាគេមិនមកប្រកែកជាមួយខ្ញុំមុននោះខ្ញុំក៏មិនចង់ឈ្នះគេដែរការដែលក្មួយធ្វើកន្លងមកនេះគឺក្មួយកំពុងតែចង់ឈ្នះហើយមិញសុំចិត្តក្មួយទៅណាកុំទៅចង់ឈ្នះចាញ់ព្រោះតែរឿងប៉ុណ្ណឹងអីបានមិញខ្ញុំមិនទៅប្រកែកចង់ឈ្នះចាញ់ជាមួយគេទៀតឡើយ
ខ្ញុំនឹងមិននិយាយអ្វីទាំងអស់ក្មួយរបស់មីងពិតជាយល់សភាពការមែនដេកបានហើយណាក្មួយចាំមិញនាពេលព្រឹកព្រលឹមសូនីចុះពីលើផ្ទះមកកំពុងតែឃើញពីណាប្រើមនុស្សនៅក្នុងផ្ទះឲ្យវាយដំទៅលើបរិសម្នាក់ដែលចង់ផ្អើបគេជាប់ជាមួយនឹងបង្គោលយ៉ាងធំ វាយវាឲ្យបែកខ្នងទៅកំដកដៃឲ្យសោះកុំឲ្យលើកក្រោយវាហ៊ានបែបនេះទៀតអ្នកប្រុសខ្ញុំសុំវឈប់ធ្វើទរណកម្មមកលើខ្ញុំទៀតទៅខ្ញុំខ្លាចហើយខ្ញុំរៀងហើយបើឯងខ្លាចឯងមិនមែនលួចចូលមកក្នុងលំនៅឋានរបស់ខ្ញុំព្រមទាំងលួចរបស់ក្នុងផ្ទះខ្ញុំទេបើមិនដាក់ទោសឯងទេឯងនឹងបានចាត់នាំគ្នាមកប្លន់នៅផ្ទះយើងតែម្ដងធ្វើបែបនេះគេហៅថ្វាយមួយគម្រាម100ទើបឯងមិនហ៊ានចូលមកក្នុងផ្ទះអ្នកប្រុសយើងទៀតវាយវាឲ្យណាណីទៅបាទអ្នកប្រុសពីណាបានងាកមកឃើញសូនីគេក៏បានបន្លឺឡើងឆាប់ភ្ញាក់ម្លេះនៅនាងមិនដេកអាយុជាងនេះទេអីខ្ញុំមិនចង់ឲ្យនាងបានឃើញរូបភាពទាំងនេះទេនាងគួរទៅផ្ទះបាយមិនគួរភ្ញាក់ពីដេកចេញមកមើលខ្ញុំវាយដំមនុស្សអញ្ចឹងទេអ្នកប្រុសមិនគួរធ្វើបាបគេដល់ថ្នាក់នេះពេកទេគេក៏ជាមនុស្សដូចយើងដែរអ្នកប្រុសគួរណាតែបណៃដល់គេផងទេបណៃដល់អ្នកដែលចូលមកក្នុងផ្ទះខ្ញុំលួចទ្រព្យសម្បត្តិខ្ញុំបែបនេះមែនទេនាងគិតថាងាយពេកណាស់មែនទេខ្ញុំមិនលើកលែងឲ្យអ្នកណាទេឈប់និយាយឲ្យទៅផ្ទះបាយទៅធ្វើការងារដែលមនុស្សស្រីគួរតែធ្វើអ្នកប្រុសនិយាយបែបនេះបានន័យថាការងារក្នុងផ្ទះបាយគឺជាការងារមនុស្សស្រីហើយមានតែមនុស្សស្រីដែលធ្វើមែនទេអ្នកប្រុសរៀនសូត្របានខ្ពង់ខ្ពស់មិនគួរណាការកាត់របស់អ្នកប្រុសនៅមានកម្រិតតតែសោះខ្ញុំសឹងតែមិនជឿបើមិនបានលើផ្ទាល់នឹងតិចរបស់ខ្ញុំនោះថាអ្នកប្រុសធំនៅក្នុងគ្រួសារអ្នកមានស្ដុកស្ដំកាត់បែបនេះមកលើមនុស្សស្រីនាងកំពុងតែនិយាយពីរឿងអីបើទាំងនេះមិនមែនជាការងាររបស់មនុស្សស្រីទេតែជាការងាររបស់មនុស្សប្រុសមែនទេតាំងតែពីធំដឹងក្តីមកខ្ញុំត្រូវបានបង្រៀនបែបនេះមកនាងមិនមើលទេអីថាយើងរស់នៅរបៀបរបស់បែបនេះមកជាយូរហើយនាងធ្វើដូចជាខ្លួនឯងជាមនុស្សមកពិភពផ្សេងអញ្ចឹងសុំតផងខ្ញុំរៀងច្រន់បន្តិចនិយាយលើចំពោះអ្នកប្រុសខ្ញុំសុំលាសិនហើយនិយាយចប់ហើយនាងក៏បានប្រញាប់ចាក់ចេញទៅនាងនិយាយសម្ដីប្លែកម្ល៉េះសូនីមកដល់ផ្ទះបាយឃើញមនុស្ស3នាក់កំពុងតែធ្វើម្ហូបតែម្ដងតែខ្ញុំអាចជួយអ្វីខ្លះដល់បងទេបងប្រាប់ខ្ញុំបានខ្ញុំនឹងជួយអ្នកទាំងអស់គ្នាណាអើយអ្នកនាងមិនបាច់ជួយទេអ្នកនាងអាចទៅជជែកលេងជាមួយអ្នកប្រុសឬក៏អង្គុយលេងនៅក្នុងសួនចោះប៉ិតជាមិនចង់ឲ្យខ្ញុំជួយប៉ិតមែនទេចាមិនបាច់ជួយនោះទេអ្នកនាងពួកខ្ញុំធ្វើបែបនេះមកយូរហើយបើមានអ្នកជួយនោះខ្លាចខុសរសជាតិចាខ្ញុំលាសិនហើយអញ្ចឹងសូនីចាក់ចេញពីផ្ទះបាយភ្លាមនាពេលថ្ងៃត្រង់ពីណាបានចាក់ចេញពីផ្ទះដើម្បីទៅពិនិត្យការងារនៅឯចុងភូមិកម្មករជាច្រើនកំពុងតែលីស្រូវទៅដាក់ក្នុងឃ្លាំងអ្នកប្រុសខ្ញុំហត់ណាស់ខ្ញុំគិតតែចង់ទៅរកទឹកហូបបន្តិចអ្នកប្រុសចាំនៅទីនេះហើយណាចាំខ្ញុំទៅយកទឹកយកមកជូនអ្នកប្រុសពិសាបញ្ញាប់មកវិញផងណាបាទអ្នកប្រុសនីសុំបានចាក់ចេញទៅផុតក៏មានកម្មករម្នាក់សម្ដៅមករកពីណាអ្នកប្រុសខ្ញុំអាចសុំបើកប្រាក់ខ្លះបានទេខ្ញុំមានម្ដាយឈឺនៅផ្ទះត្រូវការថ្នាំដើម្បីព្យាបាលម្ដាយខ្ញុំអ្នកប្រុសសុំមេត្តាអាណិតដល់ខ្ញុំផងខ្ញុំនឹងមិនធ្វើបែបនេះទៀតទេអ្នកប្រុសខ្ញុំនឹងខំធ្វើការចាំប្រាប់ទៅខាងមេការទៅណាថាខ្ញុំអនុញ្ញាតឲ្យឯងបើកប្រាក់មុនគេអរគុណខ្លាំងណាស់អ្នកប្រុសពិតជាមានសន្តានចិត្តល្អមែនអរគុណអ្នកប្រុសហើយទៅធ្វើការបន្តចុះបាទអ្នកប្រុសកម្មករម្នាក់នោះបានត្រឡប់ទៅធ្វើការធម្មតាវិញខណៈដែលនីសុំបានត្រឡប់មកវិញជាមួយនឹងទឹកមួយផ្តិលតែក៏មានកូនស្រីអ្នកមានម្នាក់ជាមួយនឹងអ្នកបម្រើរបស់ខ្លួនមកកាត់មុខពេលនោះនាងក៏បានហុចផ្លែដូងមកឲ្យពីណាអ្នកប្រុសពិសាទឹកដូងសិនទៅក្តៅបែបនេះដាក់ដូងទៅគឺត្រជាក់ចិត្តខ្លាំងណាស់នឹងជួយបង្កើនកម្លាំងមាំមួនដល់អ្នកប្រុសទៀតផងអ្នកនាងរបស់ខ្ញុំខំស្កាត់ពីចម្ងាយមកជួបជាមួយអ្នកប្រុសទទួលយកទឹកចិត្តរបស់អ្នកនាងខ្ញុំផងទៅអ្នកប្រុសគួរតែទទួលយកទៅតែខ្ញុំយកទឹកមកហើយអ្នកប្រុសគួរតែពិសាទឹកធម្មតាវិញអូយឯងកុំជ្រាវជ្រៅពេកអីអ្នកនាងខ្ញុំមកមានបំណងល្អខំស្កាត់ទៅយកផ្លែដូងនេះទាំងដែលនៅចិត្តនេះមិនមានអ្នកណាមានឡើយអ្នកប្រុសគួរតែទទួលយកទឹកចិត្តអ្នកនាងខ្ញុំផងទៅអ្នកប្រុសទទួលយកទៅពិសាទឹកដូងទៅណាអ្នកប្រុសបានអរគុណណាស់ដែលបានគិតគូរដល់ខ្ញុំ
ខ្ញុំទទួលយកទឹកចិត្តនៅនាងហើយ ពីណាផឹកទឹកដូងបានតែម្ដងគេក៏បានហុចទៅឲ្យនីសុំទឹកដូងមិនផ្អែមទេមែនទេអ្នកប្រុសទៅបញ្ញាប់ហុចទៅឲ្យអ្នកដតីលឿនយ៉ាងនេះ មិនមែនបែបហ្នឹងទេគឺមកពីខ្ញុំឆ្អែតហើយអរគុណនៅនាងម្ដងទៀតណាដែលមានសន្តានចិត្តល្អជាមួយខ្ញុំសុំទៅមើលការងាររបស់ខ្ញុំសិនហើយ ថាចប់ហើយគេជាមួយនឹងនីសុំក៏បានប្រញាប់ដើរចេញពីនាងឌួងតែម្ដងទីបំផុតដល់អ្នកប្រុសធំក្នុងគ្រួសារអ្នកមាននោះព្រមទទួលយករបស់ដែលអ្នកនាងផ្ដល់ឲ្យហើយគាត់ថាគឺមានចិត្តលើអ្នកនាងនាពេលខាងមុខនេះហើយយើងក៏គិតដូចជាឯងដែរសូនីនៅក្នុងសួនច្បារនាងកំពុងតែគិតរកវិធីត្រឡប់ទៅផ្ទះរបស់នាងវិញតែខ្ញុំគួរតែធ្វើយ៉ាងណាតើអាចទៅផ្ទះវិញបាននៅក្នុងសម័យនេះធ្វើឲ្យខ្ញុំចង់វាយអ្នកប្រុសធំនោះណាតែបើវាគេហើយខ្ញុំអាចនឹងត្រូវស្លាប់នៅក្នុងសម័យនេះខ្ញុំនឹងមិនបានទៅផ្ទះវិញជប់ជាមួយគ្រួសារខ្ញុំទេសូនីក៏បានព្យាយាមយកសៀវភៅដែលខ្លួនបានឆ្លងភពមកកាន់ទីនេះបើកអានតែកំឡុងពេលដែលនាងកំពុងតែអាននោះពីណាក៏បានមកពីក្រោយព្រមទាំងយកសៀវភៅនោះទៅអានតែម្ដង ជាសភៅស្អីដូចជាចម្លែកម្ល៉េះនាងគួរតែអានសភៅធ្វើម្ហូបការកាត់ដេរទៅត្រូវជាង អ្នកប្រុសនេះមិនមែនជារឿងរបស់អ្នកប្រុសទេសូមកុំចេះដឹងអីតើបានដៃទេអ្នកប្រុស រឿងណានៅក្នុងផ្ទះខ្ញុំត្រូវតែចេះដឹងបែបហ្នឹងហើយបើមិនចង់ឲ្យខ្ញុំចេះដឹងទេលុះត្រាតែចេញពីផ្ទះរបស់ខ្ញុំតែនាងកំពុងតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំនាងគួរតែគោរពបទបញ្ជានៅក្នុងផ្ទះខ្ញុំតែយល់ដែរទេនាងជើងល្អ អ្នកប្រុសធំកុំលេងសើចជាមួយខ្ញុំពេកឆាប់ឲ្យសៀវភៅនោះមកខ្ញុំវិញមកគួរឲ្យរំខានប៉ិតមែនអ្នកប្រុសធំនេះ ហ៊ានថាខ្ញុំគួរឲ្យរំខានផងនាងជើងល្អនេះត្រូវមិនខានទេ អ្នកទាំងពីរបានដណ្ដើមសៀវភៅមួយក្បាលនោះក៏ស្រាប់តែមានពន្លឺចេញពីសៀវភៅមួយក្បាលនោះហើយក៏បានស្រូបយកអ្នកទាំងពីរចូលទៅកាន់សៀវភៅនោះតែម្ដងអ្នកទាំងពីរក៏បានមកដល់សម័យកាលបច្ចុប្បន្ននេះក្នុងឆ្នាំ2026យេតែបំផុតខ្ញុំបានមកដល់ផ្ទះខ្ញុំវិញហើយពិតជាមិនគួរឲ្យជឿសោះអឺអឺតែអ្នកប្រុសធំលោកមកដល់ទីនេះដែរមែនទេ តែខ្ញុំកំពុងទៅនៅកន្លែងណាមិនក៏ទីនេះប្លែកយ៉ាងនេះតើពួកយើងនៅឯណានឹង បើចេញនៅក្នុងឆ្នាំ2026គឺជាសម័យបច្ចុប្បន្នណា ខ្ញុំសឹងតែមិនជឿថារឿងនេះអាចកើតឡើងបាន រឿងក៏បែបនេះខ្ញុំកំពុងតែអានសៀវភៅសក់ក៏ស្រាប់តែមានអភូតហេតុកើតមានឡើងខ្ញុំបានឆ្លងទៅកាន់សម័យដែលអ្នកប្រុសរស់នៅហើយខ្ញុំក៏មិនដឹងខ្លួនឡើយថាខ្ញុំនៅក្នុងសម័យនោះមានមនុស្សមានមុខមាត់ដូចជាខ្ញុំបេះបិទប្រឡឹងរបស់ខ្ញុំក៏បានចូលសន្តិដ្ឋក្នុងនោះតែខ្ញុំមិនដឹងឡើយថាម្ចាស់រាងកាយរបស់ខ្ញុំនឹងទៅទីណានោះតើបានជាខ្ញុំត្រូវចូលទៅក្នុងសន្តិដ្ឋក្នុងរូបរាងកាយនោះណា ខ្ញុំសឹងតែមិនជឿថារឿងនេះអាចកើតឡើងបានតើខ្ញុំគួរតែធ្វើយ៉ាងណាទើបខ្ញុំអាចត្រឡប់ទៅផ្ទះខ្ញុំវិញបានទេ ខ្ញុំមិនដឹងនោះទេតែយើងមានតែជួយគ្នារកវិធីដើម្បីអាចឲ្យអ្នកប្រុសអាចត្រឡប់ទៅផ្ទះរបស់អ្នកប្រុសវិញបាន នៅក្នុងសម័យរបស់នាងខ្ញុំច្បាស់ជាវេទនាមិនខានទេ រអ៊ូច្រើនមែននៅទីនេះអ្នកប្រុសមិនអាចធ្វើរកពីក្អេងក្អាងនោះទេក្រុមមនុស្សនៅទីនេះគឺមានសិទ្ធិស្មើគ្នាតែយល់ដែរទេហើយត្រូវតែស្ដាប់ខ្ញុំគ្រប់យ៉ាង ខ្ញុំយល់ហើយ មួយសប្តាហ៍បានកន្លងផុតទៅបន្ទាប់ពីឆ្លងមកកាន់ឆ្នាំ2026ពីណាតែងតែដើរតាមសូនីសឹងតែមិនរបេះមួយជំហានឡើយនៅក្នុងហាងកាហ្វេអ្នកប្រុសធំតើមានបញ្ហាអីដែរទេ ខ្ញុំមិនមានបញ្ហាអីទេតែមនុស្សនៅទីនេះចម្លែកណាស់លើកដៃខ្ពស់ហៅគ្នាព្រមទាំងស្រែកខ្លាំងមិនចេះនិយាយថ្នមសំឡេងលើកដៃសំពះឲ្យបានត្រឹមត្រូវសោះជាពិសេសជាមួយមនុស្សចាស់ជាងខ្លួនអ្នកខ្លះដើរមិនខ្ចីងាកមើលគ្នាគិតទៅពីចុចស្អីនោះ គេហៅថាជាទូរស័ព្ទមិនមែនស្អីនោះទេអ្នកប្រុសក៏ចម្លែកដែរខ្ញុំសឹងតែមិនជឿថាអ្នកប្រុសចេះសម្របខ្លួនពេលនៅទីនេះមិនក្អេងក្អាងដូចជាពេលនៅទីនោះឡើយ ចូលស្ទឹងតាមបន់បើមិនបត់បែនទេខ្ញុំច្បាស់ជាស្លាប់ហើយ ចិត្តដឹងបែបនេះគឺល្អហើយស្របពេលជាមួយគ្នានោះមិត្តភ័ក្តិរបស់នាងក៏បានមកដល់ សូនីចាំខ្ញុំយូរនៅរវល់ពេកសឹងទៅរកពេលហូបបាយមិនបានទេរួចចុះគេម្នាក់នេះជានរណាទៅ គាត់គឺជាមិត្តភ័ក្តិរបស់ខ្ញុំ សួស្តីខ្ញុំជាមិត្តភ័ក្តិរបស់សូនីរីករាយណាស់ដែលបានជួបលោកមិនបាច់មករីករាយស្អីទេខ្ញុំមិនបានចង់ស្គាល់ទេមិត្តភ័ក្តិរបស់គេញញតែម្ដងឯណោះ កុំប្រកាន់គាត់អីណាគាត់
គាត់ introvert មិនចង់រាប់អានអ្នកណាទេ ស្អីគេវើតហ្នឹងមិត្តឯងចម្លែកមែនតើខ្ញុំដែលប្រទេសពិតមែន បានហើយកុំសួរនាំទៀតអីឆាប់ហៅអីផឹកទៅ អូខេហ្នឹងជាស្អីទៅមិត្តភក្តិឯងកំ pl ែងដល់ហើយ ធ្វើពើជាមិនដឹងគ្រប់រឿង កុំនិយាយច្រើនពេកហៅអីផឹកឲ្យលឿនទៅបន្ទាប់ពីចេញពីហាងកាហ្វេអ្នកទាំងពីរក៏បានមកដល់ផ្ទះវិញ មិត្តរបស់នាងចម្លែកណាស់គេនិយាយអីប្លែកពិបាករស់នៅណាស់ទីនេះគេចាយប្រាក់ច្រើនមិនដូចជានៅកន្លែងខ្ញុំទេប្រាក់ថ្លៃណាស់ហើយរបស់ក៏លក់ថោក ក៏ប្រតែនៅទីនេះគឺសម័យបច្ចុប្បន្នកាលអនាគតគឺនៅទីនេះអ្នកប្រុសប្រៀបធៀបគ្នាគឺចេះតែបានហើយតែខ្ញុំរស់នៅសម័យកាលនេះគឺបែបនេះឯងណា សម័យកាលខុសគ្នាការរស់នៅក៏ខុសគ្នាដែរ ចាពិតជាត្រឹមត្រូវណាស់អ្នកប្រុសគួរតែទៅសម្រាកហើយ ខ្ញុំទៅដេកហើយ ស្របពេលដែលពីណាបំរុងនឹងចូលទៅកន្លែងដេករបស់គេសៀវភៅដែលគេបានឆ្លងភពមកនោះក៏ស្រាប់តែមានពន្លឺឡើង ថ្ងៃដែលខ្ញុំរងចាំបានមកដល់ហើយតើខ្ញុំអាចទៅផ្ទះខ្ញុំបានហើយ អ្នកប្រុសធំអាចទៅវិញបានហើយណាឆាប់ប្រញាប់ឡើងកុំឲ្យអាកាសនេះកន្លងផុតទៅអីពីណាបានទៅក្បែរសៀវភៅនោះតែសៀវភៅនោះក៏ស្រាប់តែឆេះខ្លោចភ្លាមមួយរំពេចខ្លាយទៅជាកំទេចផេះតែម្ដង មិនក៏คล้ายទៅជាបែបនេះតែខ្ញុំនឹងត្រូវរស់នៅទីនេះរហូតមែនទេខ្ញុំមិនអាចវិលទៅជួបគ្រួសាររបស់ខ្ញុំវិញទេហ៎តែខ្ញុំត្រូវធ្វើយ៉ាងណា ខណៈនោះសំឡេងមួយឃ្លាក៏បានបន្លឺឡើង ឯងមិនអាចទៅណាបាននោះទេជោគវាសនារបស់ឯងគឺនៅកន្លែងនេះហើយជារៀងរហូតឯងជាមួយនាងគឺជាគូព្រេងនឹងគ្នាឯងមកនៅកន្លែងនេះមិនមែនជារឿងដែលចៃដន្យនោះទេ សំឡេងនោះក៏បានរសាត់បាត់ទៅពីណាក៏បានបន្លឺឡើង បើបានជាអញ្ចឹងទៅហើយខ្ញុំក៏មានរឿងចង់សារភាពដែរខ្ញុំមានចិត្តទៅលើនាងតាំងពីថ្ងៃដំបូងដែលខ្ញុំបានឃើញនាងមកម្ល៉េះខ្ញុំមករស់នៅទីនេះក៏បាននាងជាអ្នកដែលថែរក្សាខ្ញុំតើអាចដែរទេបើសិនជាខ្ញុំសុំថែរក្សានាងវិញម្ដងអស់មួយជីវិតនោះក្នុងនាមជាស្វាមីហើយនាងជាភរិយារបស់ខ្ញុំតើយល់ព្រមជាមួយខ្ញុំដែរទេ ខ្ញុំក៏មិនបដិសេធដែរព្រោះថាអ្នកប្រុសគឺជាមនុស្សល្អពូកែខាងរកស៊ីគ្រាន់តែមកនៅជាមួយខ្ញុំប្រហែលថ្ងៃសោះអ្នកប្រុសជួយឲ្យខ្ញុំរីកចម្រើនយ៉ាងនេះទៅហើយចុះតម្រាប់តែមួយជីវិតទៀតនោះ គិតតែផលប្រយោជន៍មែនតែក៏ល្អដែរដែលមានភរិយាដែលគិតពីរឿងបែបនេះព្រោះថ្ងៃទៅខាងមុខយើងនឹងកាន់តែរីកចម្រើនទៅជាមួយគ្នា ចាអ្នកទាំងពីរបានតាក់ទងគ្នាព្រមទាំងរៀបការរស់នៅជាមួយគ្នាដោយបន្តភាពរីកចម្រើនជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃឪពុកម្ដាយរបស់សូនីក៏មិនបានប្រកែកពីរឿងដែលអ្នកទាំងពីររៀបការជាមួយគ្នាឡើយ ខ្ញុំចង់ឲ្យរឿងពួកយើងត្រូវត្រឡប់មកដូចដើមវិញខ្ញុំចង់ធ្វើជាគូដណ្ដឹងរបស់នាងម្ដងទៀត អីតែខ្ញុំមិនចង់ធ្វើជាគូដណ្ដឹងរបស់សម្រាមឡើយ យ៉ាសំដីខ្លាំងណាស់មែនទេហ៎កុំមកចេះដឹងរឿងយើងណាពុកយើងធ្វើធំឯងច្បាស់ជាមិនរួចខ្លួនទេអាយយអូយឈប់ធ្វើបាបខ្ញុំទៅខ្ញុំរៀងចាលហើយលោកសេដ្ឋី រៀងកូនសេដ្ឋីក្នុងភូមិដែលកំពុងតែពិបាកចិត្តព្រោះតែកូនស្រីរបស់លោកមិនព្រមចេញពីបន្ទប់សោះតាំងតែពីថ្ងៃដែលគូដណ្ដឹងរបស់នាងបានផ្ដាច់ពាក្យជាមួយនាងសំងំនៅតែក្នុងបន្ទប់លោកសេដ្ឋីក៏បានហៅអ្នកបម្រើផ្ទាល់ខ្លួនរបស់កូនស្រីមកជួបជាមួយនឹងខ្លួនតែម្ដង យើងចង់ដឹងណាស់ថាកូនស្រីយើងនៅក្នុងពេលនេះកំពុងតែមានអារម្មណ៍បែបណាហេតុអីបានជាកូនស្រីយើងមិនព្រមចេញពីបន្ទប់សោះអញ្ចឹងយើងពិតជាពិបាកចិត្តខ្លាំងណាស់កូនស្រីយើងធ្លាប់ទៅរស់រាយជាមួយមនុស្សនៅក្នុងផ្ទះតែពេលនេះបែរជាសំងំនៅក្នុងបន្ទប់តើយើងគួរធ្វើយ៉ាងណាទៅវិញ អើយលោកសេដ្ឋីគួរតែរកប្តីឲ្យអ្នកនាងតែម្ដងទៅបើអ្នកនាងខូចចិត្តជាមួយគូតដឹងដល់ម្លឹងពេលមានប្តីយ៉ាឆ្លោះជាមួយប្តីនឹងមិនមានពេលមកខូចចិត្តជាមួយគូតដឹងដែលផ្ដាច់ពាក្យជាមួយខ្លួនទេ ឯងចេះតែនិយាយបានហើយឯងមិនដឹងថានៅក្នុងចិត្តកូនស្រីយើងនាងកំពុងតែទទួលរងនៅសម្ពាធអីខ្លះទេយើងជាឪពុកយើងគ្រាន់តែចង់ដឹងឮយើងមិនចង់ឲ្យកូនស្រីយើងពិបាកចិត្តព្រោះតែមនុស្សដែលមិនស្មោះត្រង់ជាមួយនាងនោះទេ
កូនស្រីយើងគួរតែទទួលបាននៅអ្វីដែលល្អជាងពីមុនឯងជួយមើលកូនស្រីយើងផងណាកុំបណ្ដោយកូនស្រីយើងធ្វើអីផ្ដេសផ្ដាសឲ្យសោះ ចាលោកសេដ្ឋីនាងខ្ញុំនឹងតាមមើលអ្នកនាងឲ្យបានល្អជាទីបំផុតលោកសេដ្ឋីទុកចិត្តលើខ្ញុំចោះ យើងទៅមើលកូនស្រីយើងសិនឯងទៅធ្វើការបន្តចុះ ចាលោកសេដ្ឋី និយាយចប់ហើយលោកសេដ្ឋីក៏បានចូលទៅក្នុងបន្ទប់របស់កូនស្រី កូនស្រីតើមួយរយៈនេះកូនយ៉ាងម៉េចហ្នឹងកូនកុំទៅកើតទុកព្រោះតែមនុស្សប្រភេទនោះអីកូននៅមានអនាគតវែងឆ្ងាយទៀតណាកូនត្រូវតែគិតពីរឿងនេះផងកុំធ្វើឲ្យឪពុកបារម្ភពេកអីណាកូនស្រីនិយាយប្រាប់ពុកបន្តិចមកបានទេឲ្យពុកបានដឹងឮពីស្ថានភាពរបស់កូននាពេលនេះផង ខ្ញុំមិនអីទេលោកប៉ោះខ្ញុំគ្រាន់តែមិនចង់ចេញពីក្នុងបន្ទប់ខ្ញុំចង់នៅក្នុងបន្ទប់អានសិភៅនិងមិនចង់ឲ្យអ្នកណាមករំខានខ្ញុំនោះទេលោកប៉ោះក៏យល់ថាបន្ទាប់ពីគេផ្ដាច់ពាក្យជាមួយខ្ញុំនោះវាធ្វើឲ្យខ្ញុំមិនចង់ជួបជាមួយអ្នកណាទៀតឡើយក ូនស្រីកូនជ្រើសរើសធ្វើបែបនេះគឺវាមិនសមទេណាកូនកូនដឹងដែរទេថាកូនធ្វើបែបនេះកូននឹងធ្វើឲ្យមនុស្សម្នាក់នោះគេបានចិត្តគេនឹងគិតថាកូនពិតជាទន់ខ្សោយគ្រាន់តែរឿងប៉ុណ្ណេះក៏អាចផ្លាស់ប្ដូរកូនបានទាំងស្រុងកូនមិនគិតពីពុកទេអីកូនអាណិតដល់ពុកខ្លះផងកូនត្រូវតែចេញពីបន្ទប់មើលការងារជំនួសពុកខ្លះមានអ្នកខ្លះជាពាក់លុយអ្នកខ្លះមកខ្ចី កូនគួរតែធ្វើការងារទាំងនេះជំនួសពុកម្ដងហើយកូនធ្វើខ្លួនទន់ខ្សោយកូនធ្វើឲ្យអ្នកដទៃគឺពេញចិត្តស្ដុកចំពោះទង្វើរបស់គេដែលបានធ្វើដាក់កូនហើយគេគិតថាគេនឹងបានជោគជ័យពេលចង់បំផ្លាញនរណាម្នាក់ហើយក៏អាចបំផ្លាញបានសម្រេចកូនគួរតែគិតពីរឿងនេះឡើងវិញណាកូន ចាលោកប៉ោះខ្ញុំអរគុណលោកប៉ោះខៃដែលជួយណែនាំពន្យល់ដល់កូនស្រីម្នាក់នេះដែលគិតតែពីខ្វល់ខ្វាយពីខ្លួនឯងនិងមិនគិតជួយដល់លោកប៉ោះពីរឿងការងារកូននឹងមិនធ្វើដូច្នេះទៀតទេណាប៉ោះ ល្អណាស់កូនស្រីពុកពេលបានកូនចេះស្ដាប់បង្គាប់ឪពុកម្ដងទៀតគឺពុកសប្បាយចិត្តណាស់ត្រូវចាំថាអ្នកដទៃគេអាចបោះបង់យើងចោលបានគ្រប់ពេលគ្រប់វេលាតែយើងមិនអាចបោះបង់ខ្លួនឯងចោលបានទេណាកូន ចាលោកប៉ោះ ពុកទៅធ្វើការបន្តទៀតហើយកូនសម្រាកចុះ និយាយចប់ហើយអ្នកដែលជាឪពុកក៏បានចាក់ចេញពីក្នុងបន្ទប់កូនស្រីតែម្ដងលោកពុកនិយាយត្រូវខ្ញុំមិនគួរបោះបង់ខ្លួនឯងនោះទេខ្ញុំគួរតែធ្វើឲ្យខ្លួនឯងសប្បាយចិត្តមិនគួរទន់សោកជាមួយមនុស្សដែលមិនឲ្យតម្លៃខ្ញុំឡើយដួងថាចេញពីក្នុងបន្ទប់មកឈរនៅក្នុងសួនផ្កាខណៈដែលនាងឌឿនបានមកឈរក្បែរព្រមទាំងស្រដីឡើង អ្នកនាងសម្រេចចិត្តត្រឹមត្រូវហើយដែលព្រមចេញពីក្នុងបន្ទប់អ្នកនាងដឹងដែរទេអ្នកនៅក្នុងផ្សារខ្លះនិយាយថាអ្នកនាងគិតចង់បញ្ចប់ជីវិតខ្លួនឯងទៀតផង ខ្ញុំមិនគិតខ្លីដោយសារតែរឿងនោះឡើយខ្ញុំគ្រាន់តែមិនយល់ថាហេតុអីក៏គេមានចិត្តអាក្រក់សាហាវយ៉ាងហ្នឹងមានខ្ញុំហើយនឹងអាចថែមអ្នកផ្សេងបានទៀតចិត្តរបស់គេសាំងពីអីទៅខ្ញុំពិតជាមិនយល់ទេ អើយអ្នកនាងកុំទៅឆ្ងល់អីមនុស្សក្បត់បែបនោះដោយសារតែជាតិមុនហើយក្នុងជាតិនេះគេមិនទទួលបានក្តីស្រឡាញ់ពីឪពុកម្ដាយឬក៏គិតថាក្តីស្រឡាញ់របស់ឪពុកម្ដាយដែលផ្ដល់ឲ្យខ្លួននោះនៅតែមិនគ្រប់គ្រាន់នោះទេទើបបានជាខ្នះខ្នែងរត់រោគក្តីស្រឡាញ់ពីអ្នកនេះផងអ្នកនោះផងហើយជាដំណរក្បត់របស់គេកែមិនឡើងទេសណ្ដាតក្បត់នោះ ខ្ញុំសង្ឃឹមថាគេនឹងទទួលបានកម្មពីដែលធ្លាប់ធ្វើដាក់ខ្ញុំនោះត្រឡប់ទៅកាន់គេវិញ អើយអ្នកនាងកុំបារម្ភអីអ្នកណាសាងអីអ្នកនោះនឹងទទួលបានកម្មនោះមិនខាននោះទេ ចាខ្ញុំក៏សង្ឃឹមថាវាបែបនេះដែរនាថ្ងៃបន្ទាប់មានអ្នកមករកលោកសេដ្ឋីដល់ក្នុងផ្ទះដែលជាភ្ញៀវរបស់លោកឪពុកនាង អញ្ជើញអង្គុយលេងសិនមកលោកម្ចាស់ទាំងពីរក្មេងៗលើកទឹកតែក្តៅក្តៅមកទទួលភ្ញៀវរបស់យើងកូនស្រីចេញពីក្នុងបន្ទប់មកកូនមកទទួលភ្ញៀវពង ដួងថាចេញពីក្នុងបន្ទប់ភ្លាមជំរាបសួរលោកម្ចាស់ថ្ងៃនេះមានអ្វីមែនទេលោកប៉ោះតើបលោកម្ចាស់ទាំងពីរមកដល់ទីនេះ លោកម្ចាស់ទាំងពីរវ័យបងខ្លួនឯងតែប្រមាណឆ្នាំទេកូនអាចហៅថាបងបានតែពុកវិញវាទម្លាប់ធ្លាប់មាត់អស់ទៅហើយបានជាពុកហៅដូច្នេះលោកសេដ្ឋីក៏គួរតែបដូរពីទម្លាប់ហៅខ្ញុំដូច្នេះមកហៅខ្ញុំតែក្មួយឬក៏ហៅឈ្មោះខ្ញុំក៏បានដែរ
ខ្ញុំនេះទម្លាប់ធ្លាប់មាត់អស់ទៅហើយដែលហៅអ្នកទាំងពីរបែបនេះនោះខ្ញុំក៏យល់ថាដូចមិត្តខ្ញុំនិយាយមិនខុសទេលោកសេដ្ឋីកុំហៅខ្ញុំបែបហ្នឹងអីពួកខ្ញុំនៅក្មេងណាស់ឬរហ័សនាមបែបនោះធ្វើឲ្យខ្ញុំស្រាវឆ្អឹងខ្នងទៅហើយបើអ្នកទាំងពីរចង់ឲ្យខ្ញុំហៅជាឈ្មោះវិញខ្ញុំហៅតាមសំណូមពរទៅចុះបាទអរគុណណាស់លោកសេដ្ឋីដែលបានធ្វើតាមសំណូមពរពួកខ្ញុំកូនស្រីក្មួយទាំងពីរគឺមកនិយាយការងារជាមួយពុកកូនអាចនៅស្ដាប់បានព្រោះថាកូនជាអ្នកបន្តតំណែងពីពុកមិនមាននរណាផ្សេងទៀតទេក្រៅពីកូន ចាលោកប៉ោះ គឺជានាងដួងមែនទេពេញកំមុំស្ដោកបែបនេះខ្ញុំមើលសឹងតែមិនស្គាល់នាងកាន់តែស្រស់ដូចណាមិញអញ្ចឹងក្មួយនិយាយបែបនេះធ្វើឲ្យខ្ញុំនឹកដល់ប្រពន្ធខ្ញុំទៀតហើយអូបាទសុំទោសផងបើធ្វើឲ្យប៉ះពាល់ដល់ចិត្តលោកពូតែខ្ញុំសរសើរចេញពីចិននាងដួងពិតជាស្រស់ស្អាតណាស់បើសិនជាខ្ញុំសុំលោកពូត្រង់សុំធ្វើជាអនាគតកូនប្រសារលោកពូតើបានដែរទេខ្ញុំចង់វិចវេអីច្រើននោះទេគឺបែបត្រង់បែបនេះតែម្ដងបាទលោកពូមានកូនកំមុំស្អាតបែបនេះមិនគួរទុកឲ្យនៅលាវយូរនោះទេខ្ញុំសុំដាក់ពាក្យធ្វើជាកូនប្រសារលោកពូម្នាក់ផងខ្ញុំនិយាយដល់ស្មោះត្រង់ទៅចុះកូនស្រីខ្ញុំទើបតែផ្ដាច់ពាក្យដែរទេហាបានន័យថានាងដួងជាមេម៉ាយហ៎ណែកុំនិយាយស្ដីបែបនេះប្រយ័ត្នសម្ដីរបស់ឯងផងទៅកុំហៅថាមេម៉ាយអញ្ចឹងព្រោះនាងដួងមិនទាន់រៀបការឯណាហៅថាមេម៉ាយដូចជាខ្វះសិលធម៌ពេកហើយខ្ញុំសុំទោសផងនាងដួងបើសម្ដីខ្ញុំវាជ្រុលលើសលួសចំពោះនាង ខ្ញុំមិនប្រកាន់ទេតែលោកម្ចាស់កុំហៅខ្ញុំបែបនោះទៀតអីវាអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់ខ្ញុំបាន បាទខ្ញុំនឹងមិននិយាយអីដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តនាងទៀតទេ នាពេលជប់យន្តខណៈដែលសូយើងកំពុងតែជជែកគ្នាជាមួយសេដ្ឋីដុនបន្ទាប់ពីអាហារពេលល្ងាចរួចអក្សរាបានចេញមកខាងក្រៅខណៈនោះគេក៏បានឃើញដួងថាអង្គុយនៅក្នុងសួនច្បារជាមួយនឹងឆ្មារបស់នាង នាងដួង លោកម្ចាស់អក្សរាមិននៅជជែកជាមួយលោកពុកខ្ញុំទេឯងបានជជែកមកខាងក្រៅតែម្នាក់ឯងអញ្ចឹង នាងដួងខ្ញុំសុំសួរប្រមាណសំណួរតើបានទេ សួរប្រមាណសំណួរក៏បានដែរខ្ញុំរីករាយក្នុងការឆ្លើយណាស់ នាងពិតជាផ្ដាច់ពាក្យពីគូតណ្ដឹងនាងពិតមែនណា ខ្ញុំពិតជាផ្ដាច់ពាក្យជាមួយគេមែនខ្ញុំមិនបានកុហកអ្វីឡើយលោកម្ចាស់មិនជឿសូម្បីតែសម្ដីរបស់លោកពុកខ្ញុំតាមមែនដែរទេលោកពុកខ្ញុំគាត់និយាយម៉ាត់ណាគឺម៉ាត់នឹងហើយគាត់មិនដែលប្រឌិតរឿងដើម្បីកុហកអ្នកដទៃនោះទេលោកម្ចាស់សួររឿងនេះដើម្បីអ្វីទេខ្ញុំមិនចង់រៀបរាប់ប្រាប់អ្នកណានោះទេពីរឿងឈឺចាប់របស់ខ្ញុំនោះ ខ្ញុំអាចយល់បានថាកំហុសទាំងនោះកើតចេញមកពីនរណាមនុស្សស្រីជាប្រភេទមនុស្សដែលស្មោះត្រង់ខ្លាំងណាស់នៅក្នុងទំនាក់ទំនងស្នេហាខ្ញុំសរសើរណាស់សង្ឃឹមថានាងអាចបានជួបបរិសុទ្ធដែលស្មោះត្រង់ជាមួយនាងដោយដែលនាងស្មោះត្រង់ជាមួយដៃគូនាងដែរខ្ញុំលាសិនហើយបាន ថាចប់ហើយអក្សរាក៏បានចាក់ចេញពីក្នុងសួនច្បារតែម្ដងលោកម្ចាស់ម្នាក់នេះពិតជាគួរឲ្យចាប់អារម្មណ៍មែននាថ្ងៃបន្ទាប់នៅក្នុងផ្សារដួងថាជាមួយនឹងអ្នកបម្រើរបស់នាងបានមកដល់តូបលក់ក្រណាត់តែម្ដង អ្នកនាងមើលសាច់កណាត់មួយនេះចោះពិតជាស្រស់ស្អាតខ្លាំងណាស់អ្នកនាងហើយស័ក្តិសមជាមួយអ្នកនាងតែម្ដងបើអ្នកនាងកាត់សម្លៀកបំពាក់ជាមួយកណាត់សាច់បែបនេះហើយពណ៌នេះទៀតពាក់នៅលើខ្លួនអ្នកនាងគឺដឹងតែលេចធ្លោជាងគេហើយ ណែនាងឌឿននិយាយត្រូវអ្នកនាងដួងណាអ្នកនាងដួងថាពាក់ពណ៌មួយនេះគឺដឹងតែលេចធ្លោព្រមទាំងស្រស់ស្អាតលើសអ្នកផ្សេងនៅក្នុងភូមិហើយស្របពេលជាមួយគ្នានោះស្រាប់តែមានអ្នកផ្សេងមកកញ្ឆក់ក្រណាត់ពីដៃរបស់នាងឌឿនតែម្ដងខ្ញុំថាសមជាមួយអ្នកនាងរបស់ខ្ញុំច្រើនជាងពណ៌មួយនេះមិនសមជាមួយអ្នកណាដូចជាអ្នកនាងខ្ញុំឡើយ អើយណែនាងណានឲ្យវាមកយើងវិញភ្លាមមកយើងមកមុនទេយើងជាអ្នកដែលរើសឲ្យអ្នកនាងរបស់យើងដែលផ្ទាល់ដៃតែយើងមិនខ្វល់ទេឲ្យតែសមជាមួយអ្នកនាងយើងគឺយើងផ្គប់ចិត្តអ្នកនាងរបស់យើងហើយណែនាងណានឆាប់ឲ្យមកយើងវិញមកអូយយើងមិនឲ្យជិះដាច់ខាត ឌឿនមិនចាំបាច់ទៅដណ្ដើមគេទេយើងមើលពណ៌ផ្សេងទៅណាយើងក៏មិនចង់ឲ្យមនុស្សរបស់យើងទៅជលក់ជាមួយមនុស្សរបស់ឯងដែរយើងមិនឲ្យអ្វីដែលមិនល្អមកប៉ះពាល់ជាមួយយើងនោះទេជាពិសេសគឺឯងនាងមេម៉ាយ អើយអ្នកនាងខ្ញុំមិនមែនមេម៉ាយទេ
ចោះការដែលគេផ្ដាច់ពាក្យនោះជាស្អីមិនហៅថាជាមេម៉ាយទេហ៎យើងមិនចង់រាប់រោគនោះទេគឺខ្លាចតែវាឆ្លងអូយអ្នកនាងនិយាយត្រូវអើយណែកុំនិយាយបែបនេះដាក់អ្នកនាងខ្ញុំឲ្យសោះនោះរួងហេតុអីដែលថាយើងនិយាយមិនបាននោះឯងចង់ចាំបាច់ជាមួយយើងទៅអើយប្រយ័ត្នយើងទះមាត់នោះបានហើយដឿនបាត់ឆ្កែព្រោះកុំព្រោះតាមអីណានាំតែវាហត់ទេមិនដែលលើទេអីគេថាឆ្កែព្រោះមិនដែលខំទេនាងចង់ថាឲ្យអ្នកណាទៅប្រយ័ត្នយើងទះមាត់ណាបានអ្នកនាងមិនមែនជាឆ្កែផងតែខូចចិត្តអីទៅកាត់តបមិនសុខចិត្តធ្វើអីតដឿនតែកន្លែងផ្សេងទៅអើយចាអ្នកនាងដួងថានឹងដឿនបានចាក់ចេញទៅភ្លាមនាងដួងនាងនឹងមិនរួចខ្លួនផោះជើងទេនាងនាពេលរសៀលនៅក្នុងភូមិមានកម្មវិធីកំសាន្តជាច្រើននៅក្បែរវត្តដួងថាជាមួយនឹងដឿនបានមកកាន់ទីនេះរំពេចនោះមានអ្នកនៅក្បែរដួងថាព្រមទាំងស្រដីឡើង ដួងយើងមានរឿងត្រូវនិយាយគ្នាតែពីរអ្នកយើងប៉ុណ្ណោះ ណែអ្នកប្រុសសាក់មានរឿងអីចង់និយាយជាមួយអ្នកនាងខ្ញុំនិយាយនៅទីនេះបានណាខ្ញុំសុំស្ដាប់ផង វាមិនមែនជារឿងឯងដែលត្រូវចេះដឹងទេនេះជារឿងផ្ទាល់ខ្លួនរវាងពួកយើងប៉ុណ្ណោះមិនបាច់ចេះដឹងលូកមាត់ទេដួងទៅខាងនោះជាមួយបងពិតជាចង់និយាយជាមួយអូនមែនណា តើត្រូវនិយាយពីអីទៀតហើយរឿងរវាងពួកយើងគឺចប់យូរណាស់ហើយខ្ញុំមិនចង់នៅពាក់ព័ន្ធជាមួយទៀតទេ តែបងពិតជាចង់និយាយជាមួយអូនពិតមែនសូមផ្ដល់ឱកាសឲ្យបងដើម្បីឲ្យបងបានបកស្រាយរឿងរ៉ាវទាំងនោះផងបងពិតជាមិនចង់ឲ្យរឿងពួកយើងត្រូវបញ្ចប់ទៅដោយបែបនោះទេ រឿងជើងវាបានចប់យូរហើយមិនមែនតែចប់នោះទេខ្ញុំមិនចង់ស្ដាប់ការបកស្រាយអ្វីឡើយមនុស្សដែលក្បត់ទៅហើយនោះតែខ្ញុំត្រូវសោកស្ដាយអ្វីទៀតស្ដាយសម្រាប់មែនទេ និយាយជាមួយតាមស្រួលតាមិនក៏មិនចេះស្ដាប់គ្នាអញ្ចឹងដួងកុំធ្វើជាមនុស្សដែលពិបាកក្នុងការនិយាយជាមួយគ្នាអីណាខ្ញុំមកជួបនាងក្នុងនាមជាមនុស្សដែលខ្ញុំចង់ តែខ្ញុំមិនចង់ជួបលោកទេសាក់ពីស្រាប់តែអូសនាងយកទៅជាមួយខណៈដែលនាងដឿនក៏បានទៅតាមពួកគេក៏បានមកដល់កន្លែងដែលឆ្ងាយពីភ្នែកមនុស្សសាក់ពីក៏បានបន្លឺតែម្ដង ខ្ញុំចង់ឲ្យរឿងពួកយើងត្រូវត្រឡប់មកដូចដើមវិញខ្ញុំចង់ធ្វើជាគូដណ្ដឹងរបស់នាងម្ដងទៀត អីតែខ្ញុំមិនចង់ធ្វើជាគូដណ្ដឹងរបស់សម្រាមឡើយ យ៉ាសំដីខ្លាំងណាស់មែនទេហ៎ សាក់ពីបំរុងនឹងជាដៃវីនាងតែក៏មានអ្នកចាប់ដៃគេព្រមទាំងច្រានគេឲ្យដួលទៅលើដីភ្លាមឯងជានរណាឯងមិនចេះដឹងរឿងរបស់យើងធ្វើអីបើមិនចង់នាំទុកដាក់ខ្លួនទេឆាប់ចេញឲ្យឆ្ងាយទៅយើងជាមនុស្សដែលចូលចិត្តចេះដឹងរឿងអ្នកដទៃតើខុសដែរមែនទេត្រង់ខ្លួនឯងជាមនុស្សប្រុសបែរជាចង់ធ្វើបាបមកលើមនុស្សស្រីតើអាចឲ្យយើងអោបដៃឈរមើលបានដោយរបៀបណាទៅតែនេះមិនមែនជារឿងរបស់ឯងផងតើឯងត្រូវមកធ្វើជាសុភាពបរោះដើម្បីអីទៅធ្វើខ្លួនជាសុភាពបរោះគឺដើម្បីការពារនារីពីអំពើអយុត្តិធម៌អំពើហិង្សាពីសំណាក់មនុស្សប្រុសកំសាកញីដែលប៉ុនប៉ងធ្វើបាបមកលើមនុស្សស្រីហើយធ្វើខ្លួនជាជើងកាងបាតផ្សារជាមួយមនុស្សពេលដូចជាឯងដែលចង់ប្រើហិង្សាលើសុភាពនារីកុំមកចេះដឹងរឿងយើងណាពុកយើងធ្វើធំឯងច្បាស់ជាមិនរួចខ្លួនទេបើឪពុកឯងធ្វើធំគាត់ច្បាស់ជាចេះបែងចែកថាអ្វីខុសនឹងត្រូវហើយមិនមែនចេះតែកាន់ជើងឯងនោះទេ លោកម្ចាស់កុំរវល់ជាមួយគេអីបដ ாய் តាមគេទៅចោះគេជាអតីតគូដណ្ដឹងរបស់ខ្ញុំគេក៏មិនអាចធ្វើអ្វីមកលើខ្ញុំបានឡើយលោកម្ចាស់ពួកយើងទៅវិញទៅ ណែអ្នកនាងយើងត្រឡប់ទៅផ្ទះវិញទៅខ្ញុំថានៅបន្តមិនបានឡើយ ខ្ញុំយល់ថាបែបនេះដែរខ្ញុំនឹងជូននាងទៅផ្ទះវិញចំណែកអញវិញអញគង់តែដឹងគ្នាហើយដែលចង់ធ្វើបាបមកលើកូនសេដ្ឋីដុននោះអញកុំគិតថាបានរួចខ្លួនឲ្យសោះ ថាចាប់ហើយអក្សរាក៏បាននាំដួងថានឹងដឿនចាក់ចេញទៅតែម្ដង ជាលោកម្ចាស់មែនទេតើគេចេតនាឲ្យប្រកាសទៅ មកដល់ផ្ទះលោកសេដ្ឋីដុនអក្សរារៀបរាប់ដំណើរដើមទងពីរឿងទាំងអស់នេះប្រាប់ទៅកាន់លោកសេដ្ឋីបណ្ដាលឲ្យលោកសេដ្ឋីមានការខឹងចិត្តជាខ្លាំង ពិតជាថ្លើមធំពីមេឃមែនដែលធ្វើរឿងដូចនេះចំពោះកូនស្រីរបស់យើងដាច់ខាតមិនលើកលែងឲ្យឯងនោះទេអរគុណណាស់លោកក្មួយបើមិនមានក្មួយទេខ្ញុំក៏មិនដឹងរឿងនេះដែរកូនស្រីខ្ញុំជាមនុស្សដែលចូលចិត្តលក្ខណាស់ហើយមិនឲ្យមនុស្សទៅជាមួយទៀតពេលយប់ព្រលប់ប្រាប់ថាឲ្យនាំមនុស្សទៅជាមួយ
តែកូនស្រីនេះគឺក្បាលរឹងណាស់លោកពូចាត់ការទៅតាមនឹងចោះចំពោះមនុស្សបែបនោះទោះបីជាទុកនៅក៏ពិបាកនឹងនិយាយគ្នាដែរខ្ញុំនឹងចាត់ការលើរឿងនេះគេនឹងបានស្គាល់ពីថ្នាំខ្លាំងដែលគេចង់សាកល្បងហើយអញ្ចឹងខ្ញុំគិតថាជម្រាបលាលោកសេដ្ឋីសិនហើយបានអញ្ជើញតាមសម្រួលចុះក្មេងៗជូនដំណើរលោកម្ចាស់ មនុស្សនៅក្នុងផ្ទះក៏បានជូនដំណើរអក្សរាតាមបញ្ជារបស់សេដ្ឋី ឯងមិនអាចរួចខ្លួនទេយើងនឹងមិនអោយឯងដេកបានសុខទេចាំមើលចុះ នាពេលព្រឹកឡើងសេដ្ឋីដិនក៏បានចូលមកដល់ឃ្លាំងដាក់អីវ៉ាន់ដែលមានសពាត្រូវចងដៃចងជើងនៅក្នុងបន្ទប់នេះផងដែរ លោកសេដ្ឋីតើគួរធ្វើយ៉ាងណាជាមួយគេទៅខ្ញុំបានត្រឹមតែចាប់ចងគេទុកនោះទេមិនមានបញ្ជាពីលោកសេដ្ឋីខ្ញុំធ្វើអីមិនបានទេបានទៅយកផ្ដៅមកឲ្យយើងបានលោកសេដ្ឋី សេដ្ឋីដិនបានវាយក្នុងសពាជាច្រើនដងដោយមិនប្រណីដៃឡើយ អាយយអូយឈប់ធ្វើបាបខ្ញុំទៅខ្ញុំរៀងចាលហើយលោកសេដ្ឋីសូមលោកកុំធ្វើបាបមកលើខ្ញុំទៀតអីអាយអូយអូយឯងប្រហើនដែលហ៊ានធ្វើបាបមកលើកូនស្រីយើងអំណាចឪរបស់ឯងមិនអាចជួយឯងបាននោះទេកុំសង្ឃឹមថាអាចទៅណារួចឲ្យសោះកូនស្រីរបស់យើងតាំងពីតូចក្រូចឆ្មាមកយើងមិនដែលវាយនាងសំបីតែម្ដាយហើយយើងក៏មិនដែលធ្វើបាបផ្លូវចិត្តកូនស្រីយើងដែរតែឯងសម្បត្តិត្រឹមជាមនុស្សពីលឥតបានការសាវ៉ាអប្រ័យដូច្នេះចង់ធ្វើបាបមកលើកូនយើងផងហ៎កាលពេលឯងផ្ដាច់ពាក្យជាមួយកូនយើងឯងធ្វើបាបផ្លូវចិត្តកូនយើងរួចម្ដងទៅហើយយើងរងចាំមើលទង្វើឯងបើកូនយើងនៅតែមិនអាចឈប់ពិបាកចិត្តទៀតយើងដាច់ខាតមិនលើកលែងឲ្យឯងនោះទេតែយប់មិញនេះឯងចង់ប្រើហិង្សាមកលើកូនយើងហើយឥឡូវនេះដល់វេនឯងហើយអូយជួយផង សេដ្ឋីដិនវាយផ្ដៅនៅលើរាងកាយគេមិនប្រណីព្រមទាំងបាច់អំបិលគ្រោះនៅលើរបួសគេទៀតបណ្ដាលឲ្យគេស្រែកឈឺមិនប្រណី ពូកងចាត់ការវាបន្តហើយយកវាទៅបោះចោលនៅមុខផ្ទះវាវិញទៅបាទលោកសេដ្ឋី លោកសេដ្ឋីចាក់ចេញពីក្នុងបន្ទប់ភ្លេតតែម្ដងដួងថាបានរៀបចំផ្កាយ៉ាងស្រស់ស្អាតមួយបាច់ខណៈដែលឪពុករបស់នាងនិយាយការងារចប់នាងក៏បានចូលទៅក្នុងបន្ទប់នោះផងដែរ កូនស្រីកូនឯងចូលមកក្នុងបន្ទប់នេះមានការអីដែរ ខ្ញុំយកបាច់ផ្កាមកជូនលោកម្ចាស់ចង់អរគុណពីរឿងការប្រយុទ្ធមិញដែលលោកម្ចាស់បានជួយខ្ញុំ រឿងនេះទេអីកូនស្រីពុកក្មួយទទួលយកទៅអូបានអរគុណនាងដួងសម្រាប់ផ្កាមួយបាញ់ដ៏ស្រស់ស្អាតនេះសម្រាប់ខ្ញុំនាងស្អាតជាងផ្កានេះទៅទៀត លោកម្ចាស់បញ្ចុះខ្ញុំណាស់ អត់ទេខ្ញុំនិយាយការពិតអន្តានាងដួងគឺស្រស់ស្អាតខ្លាំងណាស់ខ្ញុំបញ្ញាប់លាសិនហើយបាន ចាអក្សរាបានចាក់ចេញទៅភ្លាម កូនស្រីដូចជាចាប់អារម្មណ៍លើអក្សរាហើយ មិនដឹងជានិយាយអីទេប៉ុកខ្ញុំទៅវិញសិនហើយក ូនស្រីពុកអើយបើថាចាប់អារម្មណ៍និយាយមកពុកមិនថាអីនោះទេណា ដួងថាចេញពីក្នុងផ្ទះមកក៏បានឃើញអក្សរាប្រកល់បាច់ផ្កាដែលនាងបានឲ្យគេទៅឲ្យនារីផ្សេងទៀតនាងក៏ស្រាប់តែស្រែកឡើងមិនអាចយកផ្កាដែលខ្ញុំប្រកល់ជូនលោកម្ចាស់ទៅឲ្យអ្នកផ្សេងទេខ្ញុំមិនសុខចិត្តឡើយណាថាចាប់ហើយនាងក៏បានចេញទៅតែម្ដង ទេយល់ច្រឡំរឿងអីទេដឹងរាជិនីទៅផ្ទះមុនចុះណាបងនឹងទៅតាមក្រោយជូននាងឯងទៅផ្ទះចុះ អក្សរាក៏ប្រញាប់ទៅតាមដួងថាភ្លាមបងប្រុសខ្ញុំចេះចាប់អារម្មណ៍មនុស្សស្រីហើយដួងថាមកដល់ក្នុងសួនច្បារខណៈដែលអក្សរាក៏បានមកដល់ដូចគ្នា នាងដួងតើនាងខឹងជាមួយខ្ញុំរឿងអីហ្នឹងខ្ញុំមិនបានធ្វើអីខុសទេណា មិនបានធ្វើអីខុសទៀតមែនទេលោកម្ចាស់បានឲ្យបាច់ផ្កាដែលខ្ញុំឲ្យទៅលោកម្ចាស់ប្រកល់ឲ្យអ្នកដទៃខ្ញុំមិនសុខចិត្តឡើយណាលោកម្ចាស់មិនអាចធ្វើអញ្ចឹងទេ ប្អូនស្រីខ្ញុំសរសើរតែផ្កានោះស្អាតទើបខ្ញុំឲ្យទៅនាងបងប្រុសឲ្យផ្កាទៅប្អូនស្រីតែខុសដែរមែនទេនាងដួងច្បាស់ជាយល់ច្រឡំជាមួយខ្ញុំក្នុងរឿងអីមួយហើយ អីជាប្អូនលោកម្ចាស់ហេខ្ញុំខំតែប្រច័ណ្ឌ ប្រច័ណ្ឌខ្ញុំហ៎នាងដួងកំពុងតែប្រាប់ខ្ញុំថា
អ្នកនាងដួងក៏មានចិត្តមកលើខ្ញុំដែរខ្ញុំលួចសម្លឹងនាងរហូតមកតាំងតែពីខ្ញុំឃើញអ្នកនាងនៅក្នុងបន្ទប់លួចមើលអ្នកនាងតាមបង្អួចរហូតខ្ញុំចង់សារភាពយូរហើយតែមិនដែលមានឱកាសសោះតែក្នុងពេលនេះខ្ញុំសុំសារភាពថាខ្ញុំមានចិត្តទៅលើអ្នកនាងដួងអ្នកនាងយល់ព្រមធ្វើជាចំណែកមួយនៅក្នុងជីវិតរបស់ខ្ញុំដែរទេខ្ញុំសុំធ្វើជាស្វាមីអ្នកនាងរៀបការជាមួយខ្ញុំបានទេ រឿងបែបនេះតើទៅសួរលោកពុកខ្ញុំសិនខ្ញុំជាកូនតាមបង្គាប់លោកពុកជានិច្ចណាស់ បានខ្ញុំនឹងចូលស្ដីទៅដឹងដល់ពុកក្មេង ខ្ញុំរងចាំកុំជួពេកណា ស្អែកនេះតែម្ដងមិនឲ្យអនាគតប្រពន្ធរងចាំយូរនោះទេ អក្សរាបានចូលស្ដីដណ្ដឹងដួងថាលោកសេដ្ឋីក៏បានរើសកូនស្រីឲ្យទៅអ្នកចំនួនវ័យក្មេងដែលជាដៃគូរកស៊ីរបស់ខ្លួនតែម្ដងដោយមិនអាយអង់យូរឡើយ